ពេលសកម្មធ្វើម្ហូបគុតគង់ជនពិសេសរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពីយុទ្ធធរដឹកនាំដោយអ្នកអង្គការលេងវត្រាបានបិទបញ្ចប់បន្ទាប់ពីពន្លឺសន្តិភាពតាមព្រំដែនបានបំភ្លឺឡើងវិញក្រោយកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃជំរំវត្តពោ5ពន្ធដើមស្រុកកូលែនខេត្តព្រះវិហារគឺជាគោលដៅចុងក្រោយនៃបេសកកម្មរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពីយុទ្ធធរដឹកនាំដោយអ្នកអង្គការលេងវត្រាបានរៀបចំគុតគង់ម្ហូបជូនប្រជាពលរដ្ឋពិសេសនៅថ្ងៃទី30ខែតុលាឆ្នាំ2025ចាប់តាំងមានការផ្ទុះអាវុធតាមព្រំដែនដែលផ្ដើមឡើងដោយភាគីថៃកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025ក្រុមយុវជនរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពីយុទ្ធធររាប់រយនាក់ក៏បានផ្ដើមស្មារតីភូមិដែរគឺចុះគុតគង់ម្ហូបជូនប្រជាពលរដ្ឋពិសេសក្នុងខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលមានប្រមាណ770,000នាក់លើគោលដៅចំនួន11ដែលមានរៀបចំម្ហូបពីរពេលជារៀងរាល់ថ្ងៃពេលសកម្មប្រកបដោយស្មារតីមោះមុតមិនរុញរាដើម្បីជាតិនិងប្រជាជនកម្ពុជានេះបានធ្វើឡើងក្រុមកិច្ចសហការជាមួយអាយដាមគតិសង្ហបណ្ឌិតគុណគឹមទីសរដ្ឋមន្ត្រីអនុប្រធានទី1នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអាយដាមមានច័ន្ទយ៉ាដាអភិបាលខេត្តឧត្តរមានជ័យនិងអាយដាមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារបន្ទាប់ពីបិទបញ្ចប់បេសកកម្មរបស់ខ្លួនក្រុមការងារសហព័ន្ធយុវជនបូជាការពីយុទ្ធធរក៏បានបង្ហាញការគោរពដឹងគុណនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភារាជរដ្ឋាភិបាលកម្ពុជាក្រុមការដឹកនាំដោយឆ្លៀសវៃនិងស្វាហាប់របស់សម្ដេចបវរថាប្តីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានប្រកាន់យកនៅភាពអត់ធ្មត់ដោះស្រាយបញ្ហាដោយសន្តិវិធីជៀសវាងសង្គ្រាមកាន់តែរីកធំឡើងក្រុមការងារសហព័ន្ធយុវជនបូជាការពីយុទ្ធធរបានគាំទ្រនិងបញ្ជាក់ថាការបង្កើតបានកិច្ចព្រមព្រៀងសន្តិភាពពិតជាមានតម្លៃជាសាវនសម្រាប់ពលរដ្ឋខ្មែរនិងជិតខាងដែលស្រឡាញ់សន្តិភាព